មានបងប្អូនមួយចំនួនស្គាល់តែឡានខ្លាញ់គោប្រហែលជាមិនស្គាល់ខ្លាញ់គោពិតប្រាកដទេនេះឥឡូវនាំបងប្អូនមកមើលខ្លាញ់គោវិញម្ដងបងប្អូនអើយទិញសាច់គោលើកនេះដល់កហើយមិននឹកស្មានសោះនេះម្ដុំវា$56.37ហើយនិយាយពីខ្លាញ់វិញបងប្អូនអើយដល់កនេះខ្លាញ់ទាំងដុំចឹងហ្មងធ្វើអីអត់កើតទេមានតែជាចោលនឹងឯងនេះបោះចោលចឹងហើយនិយាយរួមទៅសាច់បានបន្តិចញ៉េបីសាច់គោម្ដុំហ្នឹងកាលពីជំនាន់នៅថោកបងប្អូនម្ដុំវាតែ$21-22ទេហើយក៏មានសាច់ច្រើនជាងនឹងដែរដល់ពេលឥឡូវមានណាឡើងដល់$50សាច់ដុំខ្លះចឹងទៅ$60ចឹងយកមកចង្កាលសាច់បានបន្តិចញ៉េសិតតែខ្លាញ់ហើយនេះអូនកាក៏ដើរកាត់ចុះកាត់ឡើងក៏ថាចេះអូធ្វើសាច់គោអាំងញ៉ាំស្តេកធ្វើស្តេកចឹងទៅចឹងក៏ចាត់ចែងធ្វើឲ្យគាត់ចឹងទៅនេះហើយចាំមើលគាត់ញ៉ាំនិយាយពីថាតំណងដល់នេះសាច់ហ្នឹងឃើញអញ្ចឹងណាបងប្អូនតែឆ្ងាញ់មែនតើយកនាងខ្ញុំភាគច្រើនគឺយកមកវះងៀតប៉ុន្តែលើកនេះវះងៀតអត់កើតហងដោយសារហេតុអីវាខ្លាញ់ច្រើនពេករាល់តែដងពេលដែលយើងវះងៀតដោយសាច់គោស្រុកខ្មែរយើងវាអត់មានខ្លាញ់ទេណាបងប្អូនហើយហ្នឹងពេលយើងងៀតហើយយើងហាលថ្ងៃចឹងទៅសម្ដៅវាហើយយើងយកមកអាំងហើយយើងដំវាអូឆ្ងាញ់ណាស់តែនេះអត់មានសាច់ទេមានតិចចឹងទៅវាមានសាច់វាមានខ្លាញ់ច្រើនជាងចឹងណាដល់ពេលអញ្ចឹងឥឡូវនាងខ្ញុំនេះក៏សម្រាប់ចិត្តរៀនធ្វើមករៀនចោលតែហ្មងនេះរៀនធ្វើសាច់ក្រកពីព្រោះអីយើងអត់ចេះយើងរៀនធ្វើហើយណាមួយសាច់គោយើងក៏វារៀងចាប់ដែរតែវាឆ្ងាញ់មួយយ៉ាងដែរតាសាច់ហ្នឹងបង្កើតថាឆ្ងាញ់ក៏វាផុយដែរណាតែដោយសារវាខ្លាញ់ច្រើនហើយនាងខ្ញុំនេះក៏ចៃដន្យឯងកំងយកអាមកប្រាប់នេះអាប្រាប់គេដាក់គេធ្វើសាច់ក្រកនេះកំងយកមកដល់ផ្ទះក៏សម្រាប់ចិត្តថាធ្វើទៅមានណាបងប្អូនចាំមើលក៏ប្លែកមែនតើនាងខ្ញុំចង់ឲ្យសើចនិយាយតាមត្រង់ហ្មងជីវិតដល់ពេលវាដល់ចំណុចមួយដែលថាយ៉ាប់មែនតើហ្មងណាយើងខំរៀបផ្លូវដើរឲ្យវាស្រួលប៉ុន្តែវាមិនស្រួលវានៅតែពិបាកដដែលនាងខ្ញុំអត់ចេះប្រើគម្របដបឬក៏ស្អីតាមវិធីសាស្ត្រចាស់ដែលគាត់ប្រាប់អញ្ចឹងណាអត់ទេក៏កំងយកមកនឹកឃើញថាអូវាមកដល់ហើយអញ្ចឹងស្អែកខាងស្អែកក៏ទិញសាច់គោនោះយកមកធ្វើអត់ទាន់បើកមើលទៀតតើធ្វើសាច់គោក្លុកសាច់គោហើយក៏ទៅបើកម៉ាស៊ីនក៏ទៅបើកគាត់ប្រអប់មើលមានណាបោះចោលវិញនេះមើលវាផ្ញើមកអញ្ចឹងអីអត់មានឆ្នុកហ្នឹងអត់មានអាក្បាលវាហើយនេះគឺជាសោមវាពវៀនជូបយកមកបានបន្តិចនឹងបងប្អូនអើយនេះយកមកធ្វើសាអែដល់ពេលអញ្ចឹងនេះកម្របដបកាត់អាក្បាលដបនេះអាក្បាលដបហ្នឹងក៏អត់ធ្វើអត់កើតដែរគឺថាធ្វើអត់កើតទេចោលមួយធ្វើអត់កើតទេបងប្អូនអត់ចេះនេះដល់ពេលទៅម៉ាក់ក្មេងក៏ប្រាប់ថាអូលាបប្រេងតិចទៅបានវាចូលមានណាលាបប្រេងលាបអីហើយក៏មកដូរដាក់ជីឡាវដាក់ជីឡាវដូចដាក់ប្រេងអីដូចយើងចាក់ប្រេងកាតអញ្ចឹងតាមពិតមានណាដាក់អត់ចូលទេហើយចេះធ្វើអញ្ចឹងហើយដូរយកមកដាក់អានេះវិញអានេះគឺជាកាត់អានេះខូចអស់មួយបងប្អូននេះនេះសម្រាប់ធ្វើស្ករសលៃរបស់អូនពងទីបំផុតក៏ប្រើដបដោះគោរបស់អូនពងបានញាត់ចូលហើយធ្វើខុសទេបងប្អូនដោយសារតែអាសាច់យើងច្រើនហើយនឹងអាស្រោមវាគេហៅស្អីទេពវៀនជ្រូកហ្នឹងវាតិចពេកចេះតែញាត់បងប្អូនណាដល់ពេលច្រើនពេកចងទៅមើលនៅធ្លាយហងអីផងហើយអត់ចេះធ្វើអត់ដឹងធ្វើមិនតាមពិតទៅយើងដាក់តិចបានហើយបើយើងចង់ធ្វើឲ្យវាទូចឲ្យមានណាបងប្អូនណាអើយដល់ពេលចងអូសាច់ក្រកនាងខ្ញុំដល់កហើយគ្មានចំណេញទេខាតដល់កហើយ$50ជាងនឹងខាតដល់កមើលចងឡើងប៉ុណ្ណានេះហើយដល់ពេលចងយូរទៅធ្លាយអើយឲ្យរៀងហើយនាងខ្ញុំឥឡូវហ្នឹងកំងម៉ាស៊ីនមកមួយទៀតហើយបងប្អូនចាំមើល unboxing ទាំងអស់គ្នាម៉ាស៊ីនហ្នឹងថាតើវាស្រួលធ្វើឬក៏យ៉ាងម៉េចគឺអាមុននេះយើងកំងយកអាចកត់ដោយដៃអានោះអត់ទេម៉ាស៊ីនហ្នឹងវាម៉ាស៊ីនហាន់ម៉ាស៊ីនស្លាយសាច់ហ
ហើយគ្រាន់តែយើងញាត់អាហ្នឹងចូលទៅចុចទៅវាធ្វើខ្លួនយើងវាបប្រតិបត្តិការខ្លួនវាហ្មងណាវាបានមកដល់ទេហើយអញ្ចឹងចាំមើលវីដេអូក្រោយ unboxing ទាំងអស់គ្នាហើយធ្វើទាំងអស់គ្នានេះនាងខ្ញុំវាធ្វើលើកទី1អញ្ចឹងទៅយើងដឹងខ្លះតិចនៅក្នុងការធ្វើនេះបងប្អូនឃើញធ្លាយទេអូហ៊យតាមពិតទៅដោយសារនេះខ្ញុំញាត់ច្រើនពេកធំដោយសារតែអាហ្នឹងវាមានតិចហើយចាំមើលលើកក្រោយទិញយកអាហ្នឹងមកច្រើនមកហើយ unboxing ទាំងអស់គ្នាម៉ាស៊ីនថ្មីកុំភ្លេចតាមដានវីដេអូក្រោយផងបងប្អូននឹងមើលម៉ាស៊ីននាងខ្ញុំទិញមកហើយនាងខ្ញុំនឹងប្រាប់ពីតម្លៃម៉ាស៊ីនហ្នឹងទៀតហើយនេះនាងខ្ញុំធ្វើបានហើយយកវាមកសម្ដៅថ្ងៃនេះរៀងយប់ហើយអញ្ចឹងចាំស្អែកចាំយកទៅសម្ដៅថ្ងៃនេះបងប្អូនបលឹមឡើងអញ្ចឹងយើងដាក់វាឲ្យត្រូវក្តៅតិចទៅចាំមើលយើងបាច់ហាលវាឲ្យវានេះពេលយើងសាកដាក់នៅនេះសិនអញ្ចឹងណាឲ្យវាត្រូវថ្ងៃប៉ុន្តែមានណាបងប្អូននៅដល់អត់សូវស្រួលក៏នឹកឃើញយកទៅដាក់នៅហាលថ្ងៃចេះហ្មងចាំមើលមិនវិញនេះអត់មានប្រើលាក់ប្រើអីទេបងប្អូននេះមើលពណ៌វាប៉ុន្តែដល់កបងប្អូនអូធំមកឃើញញើតហ្មងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំ